Disney ហើយនិង Polyphony សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងនិយាយអំពី Disney ហើយនិង Polyphony ដោយសារតែមានសំណួរពីកូនសិស្សក៏ដូចជាបងប្អូនកលៀនឧបត្ថម្ភជាច្រើនដែលគាត់ឆ្ងល់ថាបងពេលខ្លះហេតុអីបានគេច្រើនទៅសេដាក់ថា Disney ហើយពេលខ្លះក៏គេទៅសេដាក់ Polyphony តើពាក្យទាំងពីរហ្នឹងខុសគ្នាបែបម៉េចDisney បានន័យថាពិបាកដល់ដង្ហើមពាក្យនេះមានពាក្យពីរពាក្យចូលគ្នាdis ហើយនិងភ្នាពាក្យថា dis បានន័យថាពិបាកភ្នាមានន័យដល់ដង្ហើមអញ្ចឹងពិបាកនៅក្នុងការដកដង្ហើមជាទូទៅពាក្យនេះគឺច្រើនប្រើសម្រាប់ករណីដែលមានសញ្ញានៃការខំប្រឹងដកដង្ហើមឧទាហរណ៍មាន tear ឬក៏ retraction អីផ្សេងៗគេហៅថា dyspnea ជាទូទៅវាអាចញាប់ឬក៏យឺតអាស្រ័យទៅលើលក្ខខណ្ឌរបស់ជំងឺដែរហើយចំណែកឯពាក្យថា polyphony បានន័យថាដង្ហើមញាប់ poly មានន័យថាវាញាប់ភ្នាបានន័យថាដង្ហើមជាទូទៅគេច្រើនតែប្រើនៅក្នុងករណីដូចជាក្តៅខ្លួនឬក៏ការកើនឡើងកម្ដៅនៅរាងកាយដែលបណ្ដាលឲ្យដង្ហើមរបស់យើងហ្នឹងញាប់ហើយជាទូទៅវាអាច polyphony ហ្នឹងវាអាចបណ្ដាលមកពី side effect របស់ថ្នាំឬក៏តកតងទៅនឹងការលេងកីឡាអីចឹងទៅណាអញ្ចឹងពីរហ្នឹងគឺខុសគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ